3ដែលឆ្លងស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរនេះជាស្ពានខ្ពស់ជាងគេនៅកម្ពុជាហើយថ្ងៃដែលខ្ញុំឆ្លងកាត់នេះគឺដូចជាឆ្លងកាត់ឋានសួគ៌អញ្ចឹងគឺស្អាតខ្លាំងមែនតើទេសភាពនៅស្ពានខ្ពស់ជាងគេមួយនេះតើស្ពានមួយនេះគេបើកឲ្យឆ្លងកាត់បាននៅហើយយើងទៅពេលណាទៅមានប្រពកអាប់ស្អាតធ្លាក់ខ្លាំងបែបនេះតើស្ពានមួយនេះគេសាងសង់ដំណើរការដល់ណាហើយទស្សនាវីដេអូនេះអ្នកទាំងអស់គ្នានឹងបានព័ត៌មានទាំងអស់នេះជួបរៀបសុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនិយាយពីស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរយើងហើយថ្ងៃដែលខ្ញុំទៅនេះគឺខ្ញុំបានស្នាក់នៅអូសោមហើយខ្ញុំចេញដំណើរពេលព្រឹកទៅហើយពេលដែលជិះទៅហ្នឹងគឺប្រពកចុះអាប់ធ្លាក់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាមើលតែអារម្មណ៍របស់ខ្ញុំទៅគឺដឹងហើយគឺសប្បាយចិត្តខ្លាំងមែនតើព្រោះធម្មតាចុះអាប់ស្អាតបែបនេះគឺមានតែលើភ្នំខ្ពស់ៗទេដូចជាខ្នងព្រះខ្នងផ្សារអីជាដើមហើយនេះគេបើកផ្លូវឲ្យពួកខ្ញុំបានធ្វើដំណើរហើយឡានពួកខ្ញុំជាឡានទី3ដែលបានឆ្លងស្ពានខ្ពស់ជាងគេទាំងអស់នៅស្រុកខ្មែរឡានទី3ដែលឆ្លងស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរនិយាយទៅបងចាំគេបើកផ្លូវឲ្យអត់ទោះទេសភាពអ្នកនរនេះមើលទេសភាពថ្ងៃដែលខ្ញុំទៅនេះគឺពិតជាស្អាតខ្លាំងមែនតែនហើយនេះគ្រាន់តែជាស្ពានឆ្លងកាត់ទេប៉ុន្តែទេសភាពវិញគឺដូចជារមណីយដ្ឋានមួយដូចជាឋានសួគ៌អញ្ចឹងហើយស្ពានខ្ពស់ជាងគេមួយនេះមានកម្ពស់រហូតដល់90ម៉ែត្រប្រវែងសរុបរហូតដល់537ម៉ែត្រហើយទទឹងស្ពានសងខាងមានប្រវែង10ម៉ែត្រហើយនឹងចំណុចកណ្ដាលនៅស្ពានហ្នឹងគឺគេមានធ្វើកន្លែងសម្រាប់សម្ចតថតរូបលេងកម្សាន្តហ្នឹងប្រវែង2ម៉ែត្រកន្លះសងខាងទៀតហើយបើសួរថាស្ពាននេះគេបើកឲ្យឆ្លងកាត់បានឬនៅគឺនៅទេអ្នកទាំងអស់គ្នាគឺថ្ងៃដែលខ្ញុំទៅនេះគឺគេបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ននៅថ្ងៃទី11ដល់ថ្ងៃទី17ថ្ងៃចូលឆ្នាំហ្នឹងទេហើយខ្ញុំតែទៅចុងខែ4នេះគឺគេបិទមិនឲ្យឆ្លងកាត់វិញកំពុងតែសម្រុកចាក់កស៊ូនឹងធ្វើអ្វីផ្សេងហើយយើងមានផ្លូវវៀងដែលអាចជិះវៀងបានអញ្ចឹងណាមួយទៀតអ្នកដែលចង់ដឹងថាតើយើងទៅពេលណាដែលមានអាប់ស្អាតអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចទៅពេលព្រឹកភាគច្រើននៅពេលដែលខែវស្សានេះគឺមានអាប់អញ្ចឹងចុះគ្រប់ពេលហ្មងគឺយើងទៅពេលព្រឹកមានអាប់មានប្រពកធ្លាក់ហើយដូចខ្ញុំនេះខ្ញុំទៅចំពេលព្រឹកម៉ោងប្រហែលជា6 7ហ្នឹងគឺអាប់ប្រពកធ្លាក់ស្អាតនៅពេញហ្នឹងហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចង់ឃើញអាប់គឺទៅជិះកាត់ពេលព្រឹកដូចជាខ្ញុំគេងនៅអូសោមហើយព្រឹកឡើងខ្ញុំជិះទៅអញ្ចឹងទៅសម្រាប់អ្នកដែលសួរថាគេសាងសង់ដល់ណាហើយគឺខ្ញុំទៅលើកចុងក្រោយខ្ញុំសួរគេនៅចាក់កស៊ូចិត្តហើយនៅដាក់ប្រកាន់ដៃរបាយសុវត្ថិភាពគំនូរចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍និងភ្លើងជាដើមអញ្ចឹងតើយើងធ្វើដំណើរកាត់យប់ក៏អត់សូវបារម្ភណាព្រោះគេមានភ្លើងបំភ្លឺផ្លូវហើយស្ពាននេះគេនឹងបើកឲ្យដំណើរការឆាប់បន្ទាប់ពីគេសាងសង់ចប់ជាស្ថាពរនៅក្នុងខែមិថុនាឆ្នាំ2025ខាងមុខនេះសម្រាប់អ្នកចង់ចូលលេងស្ពានគេក៏មានចំណតឡានឲ្យយើងឈប់ឡានហើយយើងដើរទៅលេងស្ពានបានដែរប៉ុន្តែពេលដែលគេសាងសង់ហើយពេលឥឡូវនេះគឺអត់អាចចូលបានទេសម្រាប់ផ្លូវជាលេខ10ផ្លូវថ្មីនេះគឺគេសាងសង់រួចរាល់សឹងតែ 99% ហើយនៅតែគំនូរចរាចរណ៍តិចតួចទៀតទេចុងក្រោយវីដេអូបានមកដល់ទីបញ្ចប់ហើយកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីបានវីដេអូល្អៗថ្មីៗបាយបាយជម្រាបលា